ជំរាបសួរបងប្អូនថ្ងៃនេះពេលរសៀលទី19វិច្ឆិកាឆ្នាំ2025ព្រឹត្តិការណ៍នៅតាមព្រំដែនថ្ងៃនេះយើងឃើញថាម៉ោង11:08នាទីខាងភៀកគីថៃបានផ្ទុះអាវុធតែម្ខាងនៅចំណុចថ្មដាខេត្តពោធិ៍សាត់ចន្លោះម៉ោងនេះក៏ឃើញមានដ្រូនស៊ើបការរបស់ថៃបានហោះឡើងទៅតាមបន្ទាត់ព្រំដែនខ្ពស់តែមិនចូលដីខ្មែរនោះទេអាកាសធាតុរៀងត្រជាក់ខ្យល់រៀងខ្លាំងបន្តិចហើយបងប្អូននៅទីនេះគឺសុខទុក្ខធម្មតាប្រងជើងការប្រយុទ្ធ100%ជាធម្មតាអរគុណបងប្អូនដែលបានចែករំលែកវីដេអូមុនដែលមានអ្នកចូលទស្សនារហូតដល់ 400k ដែលជាវីដេអូម្សិលមិញខ្ញុំនិយាយពីរឿងគ្រាប់មីនជាអាវុធដែលគ្រោះថ្នាក់នៅតាមព្រំដែនមិនចង់ឲ្យមានផលប៉ះពាល់សម្រាប់ប្រជាជននិងកងទ័ពខ្លួននោះទេតែប្រទេសថៃបានធ្វើឲ្យប្រជាជននិងកងទ័ពខ្មែរមិនទុកចិត្តដោយសារតែការដឹកនាំរបស់ប្រទេសថៃហាក់បីដូចជាមិនគោរពពាក្យសម្ដីនិយាយចរចាចុះកិច្ចសន្យាប្រែក្រឡាស់ហែកចោលតែឯងអនុម័តតែខ្លួនឯងចុះកិច្ចសន្យាដឹងឮមានអាស៊ានអាមេរិករហូតដល់ប្រធានាធិបតីដូណាល់ត្រាំដឹងឮក៏ហ៊ានព្យួរចោលកិច្ចសន្យាតែឯកតោភាគីនេះហើយជាចរិតដែលធ្វើឲ្យប្រជាជនខ្មែរកងទ័ពខ្មែរមានការព្រួយបារម្ភមិនទុកចិត្តគ្រោះថ្នាក់ជាងគ្រាប់មីនចាស់ៗដែលនៅក្នុងដីខ្មែរទៅទៀត